ចាជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនេះខ្ញុំមានវីដេអូពីរបៀបធ្វើសម្លខមកបង្ហាញជូនបងប្អូនទាំងអស់គ្នាខុសឆ្គងត្រង់ណាសូមជួយ comment ប្រាប់ខាងក្រោមផងចាដំបូងគឺនាងខ្ញុំហាន់សាច់ជ្រូកចាហើយសាច់ជ្រូកនេះគឺវាច្រើនណាបងប្អូនចាអញ្ចឹងនាងខ្ញុំហាន់វាទុកប្រឡាក់ផងដែរអញ្ចឹងណាចាហើយសាច់ជ្រូកហ្នឹងនាងខ្ញុំហាន់ហើយគឺនាងខ្ញុំយកទៅប្រឡាក់គ្រឿងចាមុននឹងធ្វើខហ្នឹងនាងខ្ញុំប្រឡាក់គ្រឿងទុកម្ដងម្សិនចាហើយបន្តមកទៀតគឺនាងខ្ញុំមានទំពាំងចាទំពាំងហ្នឹងគឺនាងខ្ញុំហាន់វាហើយគឺយកទៅស្រោះទឹកចានាងខ្ញុំស្រោះទឹកហើយគឺទុកឲ្យស្រស់ទឹកល្អសិនណាចាបន្តមកទៀតគឺនាងខ្ញុំហ្នឹងបកសំបកពងទាចាគឺពងទានេះខ្ញុំដាក់ស្ងោរវានោះគឺ10នាទីបងប្អូនចាគឺស្រួលបកមែនតើចាហើយនេះគឺជាគ្រឿងផ្សំដែលនាងខ្ញុំមានចាមានសាច់ជ្រូកដែលនាងខ្ញុំប្រឡាក់គ្រឿងនឹងហើយមានពងទាទំពាំងមានទឹកត្រីស្ករត្នោតមានខ្ទឹមហើយនឹងគ្រឿងផ្សំនោះគឺមានម្សៅស៊ុបអំបិលចាហើយក្នុងសម្លនេះគឺនាងខ្ញុំអត់ដាក់ប៊ីចេងទេពុកម៉ែបងប្អូនចាហើយនាងខ្ញុំលីងស្ករពាងហ្នឹងហើយនឹងជាមួយនឹងមើមខ្ទឹមហើយនឹងស្លឹកខ្ទឹមផងដែរអញ្ចឹងគឺខ្ញុំលីងអញ្ចឹងដើម្បីឲ្យវាឈ្ងុយអញ្ចឹងពុកម៉ែបងប្អូនចាបន្តមកទៀតគឺនាងខ្ញុំចាក់ទឹកត្រីចូលទៅចាហើយនាងខ្ញុំបន្តកូរវាឲ្យក្រហមល្អណាពុកម៉ែបងប្អូនចាហើយបន្តមកទៀតគឺនាងខ្ញុំបងសាច់ជ្រូកចានាងខ្ញុំចាក់សាច់ជ្រូកចូលទៅហើយនាងខ្ញុំកូរវាឲ្យសព្វគ្រឿងអញ្ចឹងពុកម៉ែបងប្អូនចាហើយរំងាស់វារៀងដាច់ទឹកបន្តិចចាហើយនេះគឺសាច់ជ្រូកដែលនាងខ្ញុំរំងាស់វាអញ្ចឹងពុកម៉ែបងប្អូនគឺឡើងពណ៌ល្អមែនតែនចាបន្តមកទៀតគឺនាងខ្ញុំចាក់ទំពាំងហើយនឹងពងទានឹងដាក់ចូលទៅអញ្ចឹងណាពុកម៉ែបងប្អូនចាហើយនាងខ្ញុំនឹងបន្តក្លុកវាចាគឺវាពិបាកកូរបន្តិចពុកម៉ែបងប្អូនគឺកូរទៅវាអាចនឹងបែកពងទាអញ្ចឹងណាចាអញ្ចឹងហើយនាងខ្ញុំក្លុកវាពេលដែលនាងខ្ញុំចាក់ទឹកចូលទៅបាននាងខ្ញុំនឹងហ៊ានយកវែកនឹងកូរណាពុកម៉ែបងប្អូនចាហើយមុននេះនាងខ្ញុំបង់មើមរំដេងចានាងខ្ញុំលួចដាក់មើមរំដេងបន្តិចចាហើយមើមរំដេងហ្នឹងគឺនាងខ្ញុំយកវាទៅអាំងណាពុកម៉ែបងប្អូនចាហ្នឹងហើយឲ្យវាឈ្ងុយអញ្ចឹងណាចាហើយនាងខ្ញុំហ្នឹងក៏បន្ថែមទឹកបន្តិចហើយក៏ក្របក្របកម្របមកអញ្ចឹងទៅឲ្យវាពុះណាពុកម៉ែបងប្អូនហើយទឹកនេះផងដែរគឺនាងខ្ញុំចាក់ម្ដងបន្តិចដើម្បីអីដើម្បីឲ្យវាមានពណ៌ល្អស្អាតអញ្ចឹងណាពុកម៉ែបងប្អូននាងខ្ញុំអត់ចាក់ម្ដងហ្នឹងច្រើនទេចាគឺចាក់អញ្ចឹងទៅវាល្អធ្វើឲ្យស៊ុបទឹកសម្លស៊ុបបាជើងខបាជើងហ្នឹងវាឡើងពណ៌ល្អអញ្ចឹងណាចាហើយនេះសម្លបាជើងហើយពុកម៉ែបងប្អូនចាគួរចង់ញ៉ាំអត់